ខ្ញុំមកសុំនិយាយរឿងមួយបងប្អូនតែខ្ញុំមិនដឹងថាខ្ញុំគួរដាក់ប្រធានបទអីដឹងចំណងជើងថាម៉េចទេណាចាឥឡូវស្ដាប់សិនថ្មីមុនហ្នឹងគឺខ្ញុំបានធ្វើការស្នើសុំទៅសម្ដេចហ៊ុនសែនណាថាឲ្យសម្ដេចអើយឈប់ផ្អាកផុសចម្រៀងមួយរយៈទៅថៃកំពុងរយកបលាលុះមកពាត់ដីផ្ទះប្រជាពលរដ្ឋខ្មែរហើយស្រាប់តែមានមតិមួយចំនួនគេលើកមកថាចែកគេថានាងឯងគ្រាន់តែសម្ដេចស្ដាប់ចម្រៀងហ្នឹងក៏ទៅដែរថារឿងស៊ីស្ពឺទៅទៅមួយសាយស៊ីអីគេស៊ីស្ពឺជួបស្នេហ៍ស្អីគេនោះចាហ្នឹងហើយដោយសារពេលនោះគឺថាកំពុងតែវឹកវរខ្លាំងហើយបណ្ដាដល់ពេលយើងចង់មើលព័ត៌មានអស់មកស្ពឺស៊ីស្ពឺជួបស្នេហ៍ដល់ពេលឥឡូវហ្នឹងទៀតចាគឺថាសម្ដេចអត់ខ្វល់គាត់តែពីទម្លាក់ចម្រៀងវល់ថ្មីរហូតគឺផលិតកម្មគាត់គឺថាផលិតចម្រៀងរហ័សតាន់ចិត្តហ្មងណាចាមិនដឹងជាបត់ស្អីខ្លះឲ្យបងប្អូនចាំខ្ញុំដាក់ឲ្យមើលហើយអីដែលសំខាន់ហ្នឹងមានមតិខ្លះគេថាចេះទើសតែសម្ដេចស្ដាប់ចម្រៀងក៏វាទើសហើយក៏មិនទៅទើសសំរងស៊ីផងពីតែជាអញ្ចឹងណាបងប្អូនហើយខ្ញុំវាអួចចិត្តតែខ្ញុំមានមិនដឹងថាខ្ញុំគួរទៅទើសសំរងស៊ីយ៉ាងបើសំរងស៊ីមិនបានស៊ីប្រាក់ខែប្រជាជនផងហ្នឹងសំរងស៊ីអត់មានទួនាទីអីនៅក្នុងជួររដ្ឋាភិបាលផងឲ្យខ្ញុំទៅទើសសំរងស៊ីខណៈពេលដែលសង្គ្រាមខ្មែរហើយនឹងថៃវាគឺជាទួនាទីរបស់រដ្ឋាភិបាលមិនអញ្ចឹងហើយឲ្យខ្ញុំទៅបន្ទោសសំរងស៊ីមិនបើសំរងស៊ីអត់មានស៊ីប្រាក់ខែពីសំណាក់ប្រជាពលរដ្ឋហើយប្រជាពលរដ្ឋនោះអត់មានបង់ពន្ធបង់អីឲ្យទៅសំរងស៊ីឯណាចាក្រែងបង់ពន្ធឲ្យទៅរដ្ឋាភិបាលរួចចាឲ្យខ្ញុំទៅទោសសំរងស៊ីយ៉ាងម៉េចបើគាត់ជាប្រជាពលរដ្ឋសាមញ្ញដូចតែយើងដែរហ្នឹងអាហ្នឹងជាគំនិតពិចារណាមួយឥឡូវពិចារណារឿងមួយទៀតគេថាសម្ដេចទម្លាក់ចម្រៀងផុសចម្រៀងហ្នឹងគឺជាយុទ្ធសាស្ត្ររបស់សម្ដេចមិនគាត់អីគេផុសចម្រៀងគាត់មិនគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋខ្មែរទេអាការស្ដាប់ចម្រៀងហ្នឹងគឺជាយុទ្ធសាស្ត្រខ្ញុំចាប់ផ្ដើមឆ្ងល់ទៀតឆ្ងល់ហើយខ្ញុំក៏ដេកគិតអង្គុយគិតអាពេលនោះខ្ញុំក៏មុជទឹកបដាកក់សក់បដាក៏គិតទៀតថាចុយយុទ្ធសាស្ត្រស្អីគេបងប្អូនជួយពិចារណាមើលសៀមពាត់យកដីខ្មែរមួយទាំងមូលហើយដាក់សិតតែបលាលួសហើយរើផ្ទះប្រជាពលរដ្ឋអស់ឥឡូវកំពុងតែបង្កើតហេដ្ឋារចនាសម្ព័ន្ធមានបកគោភ្លើងមានអីនៅភូមិអូបីជាន់ទៀតហើយគេថាជាយុទ្ធសាស្ត្ររបស់សម្ដេចក្នុងការផុសចម្រៀងខ្ញុំក៏ពិចារណាឃើញទៅដល់នៅរឿងសាមកុកក៏បងប្អូនចាខ្ញុំពិចារណាទៅដល់នោះខ្ញុំថាចំខ្ញុំមើលរឿងនគរទាំង3ណាឃើញជូកលៀងចាពេលហ្នឹងគឺចុងតាហ្នឹងបានលើកតបហ្នឹងគឺទៅវាយទីតាំងគេហៅថាផ្ទុកស្បៀងរបស់ជូកលៀងដល់ពេលជូកលៀងគាត់តបដកចេញអស់ពីកន្លែងការពារស្បៀងហ្នឹងក៏មិនដឹងធ្វើម៉េចក៏ឲ្យអីគេប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិហ្នឹងណាបោះផ្ទះបោះសម្រាមអ្នកណាដេញចាប់មន់អីក៏ដេញធម្មតាទៅដល់ពេលជូកលៀងណោះឡើងទៅលើគេហៅថាអីគេគេហៅស្អីគេកំផែងចាហៅឡើងទៅដល់លើកំផែងដេញប៉ិនធម្មតាដល់ពេលចុងតាលើកតបមកសញ្ញាបដ ாய் អត់ហ៊ានចូលដោយសារអីឃើញជូកលៀងកំពុងតែដេញប៉ិនហើយក៏ព្យាយាមស្ដាប់ប៉ិនលងលួយហើយអត់ហ៊ានវាយទេដោយសារជូកលៀងខ្លាំងផ្នែកយុទ្ធសាស្ត្រណាចាគឺយុទ្ធសាស្ត្រធ្វើសង្គ្រាមជូកលៀងខ្លាំងមែនក្បួននៃការធ្វើសង្គ្រាមអញ្ចឹងហាក់ក៏អត់ហ៊ានវាយទេក៏លើកតបត្រឡប់ទៅវិញអញ្ចឹងបានន័យថាគ្រាន់តែជាការដេញប៉ិនរបស់ជូកលៀងអាចបំភ័យចុងតាបានចុងតាចុងក្រោយផ្ងាជើងមែនតើដែលចាញ់ល្បិចជូកលៀងក៏ប៉ុន្តែខ្ញុំវាឆ្ងល់ថាអូយសម្ដេចផុសចម្រៀងរាល់ថ្ងៃនឹងប្រភ័យអាណាប្រភ័យថៃមែនអូយបើប្រភ័យថៃហើយមិនបានថៃវាអត់ព្រមឈប់ពាត់សោះវាគិតតែវាលើកតបមកលើកតាហ៊ានវាមកពាត់យកដីខ្មែររហូតអត់វាអត់ភ័យខ្ញុំវាឆ្ងល់អាកន្លែងហ្នឹងអង្គុយឆ្ងល់ហើយអង្គុយគិតទៀតចុះយាយចុះសម្ដេចអញហ្នឹងក៏អីគេចម្លាក់ចម្រៀងរាល់ថ្ងៃហ្នឹងប្រភ័យអាណាគេប្រភ័យថៃមែនវាឆ្ងល់នេះអញ្ចឹងទៀតវាមិនដឹងជាយុទ្ធសាស្ត្រស្អីគេចម្លាក់ចម្រៀងរាល់ថ្ងៃហ្នឹងគឺជាយុទ្ធសាស្ត្រហើយចាំយុទ្ធសាស្ត្រដល់អង្ការទៀតសម្ដេចអើយអស់ប្រហែលភូមិអីនោះហើយខ្ញុំឆ្ងល់កោតមានមតិចឹងលើកមកដែរខ្ញុំវាអង្គុយគិតអង្គុយឆ្ងល់ខ្ញុំថាអញហើយអញសង្គមខ្មែរវារបៀបនឹងអញ្ចឹងតើបានជាជនបរទេសបំពេញបានដោយស្រេចតែចិត្តយើងមានមេដឹកនាំដែរមិនចេះគិតគូរហើយមានប្រជាពលរដ្ឋដែលងប់ងល់ឆ្លក់បង្វេងជាមួយនឹងសន្តិភាពទៀតអូយសន្តិភាពថ្ងៃមុនហ្នឹងគឺឃើញថាចេះស្អីគេបញ្ចេញកងកម្លាំងសពាវុធទំនើបមកគេត្រៀមឲ្យជាស្រេចក្នុងការការពារសន្តិភាពក្រុមគេហ្នឹងគឺថាក្រុមអង្គរៈក្រុមអីគេហ្នឹងគឺចេញមកសិតអាវុធទំនើបមិនបានទៅជួយការពារនៅភូមិអូបីជាន់ទេប៉ុន្តែការពារសន្តិភាពរួចដល់ពេលអា BA អាចនោះវាទៅជន់ពីលើក្បាលសន្តិភាពនោះក៏មិនឃើញក្រុមនឹងធ្វើអី
thưa ai cao sót chúng ta BA Act nữa hay chúng ta sẽ cái đành hay được chữ chrome lên ở vắt ra ấy nè chà đánh nha bố chia ca pia son tập hiệp đó là BA Act chọn bị lừa các ba son tập hiệp ở nhà ná thưa ai mùi